ដូចខ្ញុំបានលើកឡើងការប្រជុំជាមួយអាដាមឧបយន្តការប្រើមន្ត្រីរាជការទៅជាមួយយន្តការបកនេះខ្ញុំមើលឃើញអត់ជោគជ័យទេអត់ជោគជ័យចំពោះសង្គមជាតិអត់ជោគជ័យមកព្រោះគាត់ជាប់ភារកិច្ចគាត់កតាបកិច្ចជាមួយបកកតាបកិច្ចជាមួយមន្ត្រីរាជការហើយយើងនិយាយថាយើងនិយាយប៉ះពាល់រដ្ឋាភិបាលប្រទេសជាតិយើងខ្ញុំមិននិយាយរដ្ឋាភិបាលទេខ្ញុំនិយាយថាកម្ពុជាជារបស់ខ្ញុំដែរហើយបើខ្ញុំត្រូវតែហួសតែខ្ញុំមួយខ្ញុំមិននិយាយក៏បានដែរពួកខ្ញុំត្រូវតែហួសតែខ្ញុំមួយខ្ញុំរលិញដើម្បីរួមគេចឹងដែរទៅរស់កើតឥឡូវនេះសំថ្ងៃមកអង្គុយកន្លែងហ្នឹងប្រាក់ខែជាង2លានបាតអីខ្លះបើគិតតែត្រឹមខ្ញុំរស់នឹងលើសពីការរស់ឥឡូវបើខ្ញុំអត់ដើរទៅណាមួយថ្ងៃខ្ញុំគិតមករយៈពេលនេះខ្ញុំចាយអស់ប្រហែលជា 5,000 ទេលើកលែងតែមានភ្ញៀវគេមកហៅផឹកកាហ្វេអីទេខ្ញុំចង់ចាយលើសដើម្បីជាតិយើងកុំថាអាដាមគឹមស្រឿនថាកាត់ប្រេងខ្ញុំនិយាយតាំងពីខ្ញុំនៅក្រសួងធ្វើការកុំយកលុយសុំតែមកស៊ីសាធ្វើជាតិយកឲ្យខ្លាំងបានអត់មធ្យោបាយធ្វើដំណើរ transportation របស់រដ្ឋត្រូវធានាយន្តការដឹកជញ្ជូនមន្ត្រីរាជការបំពេញកាតព្វកិច្ចសាក់10ឆ្នាំមើលជាតិយើងទៅដល់ណាតើយើងធ្វើកើតអត់កុំបើសិនតែខ្ញុំគ្រាន់តែថាតែការពិតវាមិនអញ្ចឹងមនុស្សហ្នឹងមិនអញ្ចឹងណាវានៅហឺហាណាឆ្លប់ឈ្មោះនាយករដ្ឋមន្ត្រីឆ្លប់ឈ្មោះរដ្ឋមន្ត្រីឈប់ធ្វើរដ្ឋមន្ត្រីអញដូចរៀងអន់ណាដូចធ្លាប់អង្គុយមុខចេះជាប្រធានប្រតិភូឲ្យទៅអង្គុយក្រោយដូចមិនថ្នងដែរវើយអញឈ្មោះណាជាប់មុខគេហាជាប់មុខជាប់មាត់វាពិបាកចឹងដែរចឹងបានថារឿងខ្លះដែលនិយាយទៅដែលខ្ញុំថានិយាយត្រង់ណាដើម្បីដោះត្រង់ណាឥឡូវហ្នឹងងាកទៅក៏សាច់ងាកទៅក៏សាច់និយាយខ្លះខ្លាចជាប់គុកនិយាយខ្លះខ្លាចខឹងនឹងទៅណាទេវើយវិលអស់ហើយនិយាយខ្លះខ្លាចស្លាប់ប៉ុន្តែដឹងហើយមនុស្សត្រូវតែស្លាប់បើវាស្លាប់ដឹងតែស្លាប់ប៉ុន្តែអាពេលនេះអញខ្លាចពេលស្លាប់នោះមានប្រេខ្លាចហើយណាព្រោះវាស្លាប់តែឥឡូវព្រោះអញដឹងអារម្មណ៍ថាអញនៅខ្លាចនិយាយប៉ះអ្នកធំនិយាយប៉ះអ្នកមានអំណាចដោយអាដាមពេជ្រស្រស់ថាអាដាមមកសំដងដូរកុំមាត់ដាច់ពេកតាមពិតអាដាមបងគាត់ធ្លាប់ឆ្លងកាត់ហើយគាត់ធ្លាប់ឆ្លងកាត់ដល់ពេលអញ្ចឹងប្រហែលហើយអាដាមក៏វិចាស់ដែរទៅនិយាយបានជាងនឹងទៀតបណ្ដាំសម្លេងចុងក្រោយតើខ្ញុំរស់ដល់ពេលណា